ជំរាបសួរពុកម៉ែបងប្អូនដល់គ្នាថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយរំលឹកកាលនៅក្មេងៗដល់ខែបូមស្រះថ្ងៃនេះខ្ញុំបានទៅបូមស្រះឬហៅខាងខ្ញុំខាងស្វាយរៀងគេហៅបៀនៅខាងសៀមរាបគេហៅស្រះហ្នឹងខ្ញុំជីកកោប្រាំងមិញឥឡូវខែនេះរីងទឹកច្រូតស្រូវអីរីងទឹកអស់ហើយត្រីក៏ចូលក៏នាំប្រពន្ធកូននិងពូមីងបងប្អូនទៅបូមចាប់ត្រីហើយក៏បានរៀបចំធ្វើជារោងកន្លែងអង្គុយលេងអាំងត្រីហូបជុំគ្នាលេងសប្បាយលើចាប់ផ្ដើមដាក់គោយន្តមកហើយនឹងរៀបចំដាក់បូមប៉ុន្តែអត់ទាន់ដឹងថាមានត្រីអត់ទេមើលទៅដូចរៀងស្ងាត់ដែរចាំមើលទាំងអស់គ្នាបងប្អូនហើយចាំមើលទាំងអស់គ្នាមិនដឹងថាបានត្រីប៉ុណ្ណាទេនេះអ្នកអង្គុយចាំទឹកអត់ទាន់រីងថ្ងៃបូមស្រះនេះថ្ងៃក៏ក្តៅអត់មានម្លប់ឈើព្រោះអីអត់ទាន់បានដាំកូនឈើដើម្បីយកជាម្លប់ទេថ្ងៃក្តៅខ្លាំងណាស់កាលនៅក្មេងៗឲ្យតែឃើញគេបូមស្រះចេះដែលទាំងអង្គុយបុកមាត់បៀគេមាត់ស្រះគេហ្នឹងអង្គុយចាំមើលមាត់ត្រីវារុកឡៃណាចូលរុនណាហើយចាំទុកមើលដល់ចាស់គេភ្លេចដឹងតែយើងហើយពិសេសបងអូនខ្ញុំឈ្មោះអាប្រាជ្ញប៉ុនរត្រីណាស្រះខ្លួនឯងមានទេប៉ុន្តែគេបូមស្រះម្ដងបានទាំងថងយកមកឲ្យម៉ែដើម្បីធ្វើម្ហូបឥឡូវរៀងបានចូល80%ហើយសល់តែបន្តិចទៀតមើលទៅដូចជាឃើញត្រីគួរសមដែរត្រីចាប់តាមឆ្លេឆ្លាពេញហ្នឹងហើយគាត់ថានៅខាងសៀមរាបនេះការបូមស្រះឬបូមប៊ីអត់សូវមានក្មេង